សួស្តីបងប្អូននេះគឺជាម៉ោងរៀនភាសាខ្មែរភាគទី5សម្រាប់ឲ្យសិស្សថ្នាក់ទី6វេយ្យាករណ៍អនុវត្តកិរិយាហេតុប្រែវៀតណាមដំtừ tác nhân ក្នុងម៉ោងមិនយើងស្វែងយល់ហើយនៅខ្លឹមសារនិយមន័យកិរិយាសព្ទក្នុងនោះយើងមានកិរិយាអកម្មកិរិយាសកម្មហើយក្នុងម៉ោងហ្នឹងយើងនឹងស្វែងយល់នៅប្រភេទកិរិយាមួយទៀតគេហៅថាកិរិយាហេតុអញ្ចឹងហេតុអ្វីវាមានឈ្មោះថាកិរិយាហេតុហើយពាក្យណាខ្លះដែលជាកិរិយាហេតុអញ្ចឹងបងប្អូនសង្កេតឡើងខាងលើនេះឧទាហរណ៍អ្នកគ្រូពន្យល់មេរៀនឲ្យសិស្សអ្នកគ្រូពន្យល់មេរៀនឲ្យសិស្សអញ្ចឹងកិរិយាសព្ទនៅក្នុងល្បះហ្នឹងគឺពាក្យអីបងប្អូនកិរិយាសព្ទគឺពាក្យពន្យល់ត្រូវហើយពន្យល់គឺជាកិរិយាសព្ទហើយប្រធានដែលធ្វើអំពើពន្យល់ហ្នឹងគឺពាក្យថាអ្នកគ្រូប៉ុន្តែលក្ខណៈពិសេសកន្លែងនេះបងប្អូនអ្នកគ្រូជាអ្នកពន្យល់ប៉ុន្តែលទ្ធផលដែលទទួលបានលទ្ធផលចុងបំផុតដែលទទួលបានមិនមែនអ្នកគ្រូជាអ្នកយល់មេរៀនទេការពន្យល់នឹងគឺដើម្បីអ្នកណាយល់មេរៀនបងប្អូនត្រឹមត្រូវហើយគឺដើម្បីសិស្សបាទនេះអ្នកគ្រូពន្យល់នឹងគឺសម្រាប់ឲ្យសិស្សយល់មេរៀនមិនន័យថាការពន្យល់នឹងគ្រាន់តែជាហេតុទេណាទោះបីវាជាសកម្មភាពរបស់អ្នកគ្រូមិនមែនប៉ុន្តែវាជាហេតុទេលទ្ធផលចុងបំផុតនឹងគឺសិស្សនឹងគឺអ្នកទទួលបាននៅអញ្ចឹងប្រភេទកិរិយាសព្ទបែបហ្នឹងគេហៅថាកិរិយាហេតុណាមានន័យថាប្រធានហ្នឹងគឺជាមានសកម្មភាពមិនមែនប៉ុន្តែគ្រាន់តែជាហេតុទេហើយអ្នកដែលទទួលចំបំផុតអ្នកដែលសម្រេចបានហ្នឹងគឺជាអ្នកដតីទៀតមិនមែនប្រធានទេណាអូនណាអញ្ចឹងយើងចង់យល់ច្បាស់យើងមើលនិយមន័យខាងលើនេះទៀតណាកិរិយាហេតុជាប្រភេទកិរិយាសម្ដែងនៅអំពើរបស់ប្រធានណាអំពើរបស់ប្រធានដែលធ្វើឡើងណាដែលធ្វើឡើងគ្រាន់តែជាហេតុទេណាដើម្បីចម្បងបំណងឯអ្នកដែលសម្រេចបំណងគឺអ្នកដតីបាទនៅអ្នកដែលសម្រេចបំណងគឺអ្នកដតីដូចជាពន្យល់គឺជាអំពើរបស់អ្នកគ្រូប៉ុន្តែអ្នកដែលសម្រេចបំណងគឺជាសិស្សបាទនៅហើយអញ្ចឹងបងប្អូនមើលឧទាហរណ៍មួយចំនួនទៀតដើម្បីយើងយល់ច្បាស់បងប្អូនក្រៅពីពាក្យពន្យល់យើងមានពាក្យថាពន្យឺតគឺធ្វើឲ្យវាយឺតចេញណាបងប្អូនណាបង្កើតបញ្ចេញបំបត្តិបន្ថយបាទនៅធម្មតាពាក្យហ្នឹងកើតឡើងដោយសារពុព្វបត្តិណាបងប្អូនអញ្ចឹងយើងមានពេលទំនេរយើងស្វែងយល់ឡើងអំពីពុព្វបត្តិណាបងប្អូនហើយយើងយល់ច្បាស់នេះប៉ុន្តែនេះគឺជាឧទាហរណ៍មួយចំនួនដើម្បីយើងដឹងអំពីកិរិយាហេតុណាបាទនៅហើយអញ្ចឹងបងប្អូនយើងធ្វើលំហាត់មួយនេះឧទាហរណ៍ថាចេញគឺជាកិរិយាសព្ទហើយយើងរកកិរិយាហេតុរបស់ពាក្យចេញគឺយើងមានពាក្យថាបញ្ចេញបាទនៅអញ្ចឹងបងប្អូនធ្វើបន្តទៀតនៅពាក្យតេបធំយេរដោះហើយនឹងហូអញ្ចឹងយើងរកកិរិយាហេតុរបស់បណ្ដាកិរិយាសព្ទខាងលើបាទនៅចាអរគុណអញ្ចឹងលាបងប្អូនទាំងអស់គ្នាយើងកត់ត្រាឡើងមកវិញណាឬមួយយើងខមមិននៅលើនេះក៏បានដែរបងប្អូនហើយអរគុណលាបងប្អូនទាំងអស់គ្នាណា